នេះគឺគ្រាន់តែជាអំបិលសមុទ្រធម្មតាប៉ុណ្ណោះតែនៅក្នុង30ថ្ងៃបន្ទាប់វានឹងក្លាយទៅជាអំបិលដ៏មានតម្លៃមួយប្រភេទដែលគេឲ្យឈ្មោះថាអំបិលពណ៌ស្វាយឬក៏អំបិលបំពង់ឫស្សីនៅក្នុងមួយកែវតូចនេះមានបរិមាណអំបិលត្រឹមតែ240ក្រាមប៉ុណ្ណោះប៉ុន្តែវាមានតម្លៃរហូតដល់ជាង$100ឯណោះចង់ដឹងថាមូលហេតុអ្វីបានជាអំបិលនេះមានតម្លៃថ្លៃដូច្នេះសូមតាមដានវីដេអូនេះទាំងអស់គ្នារាប់រយឆ្នាំមកហើយជនជាតិកូរ៉េបានប្រើប្រាស់អំបិលបំពង់ឫស្សីដើម្បីធ្វើការចម្អិនម្ហូបនិងធ្វើជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងៗអំបិលបំពង់ឫស្សីនេះមិនមែនជាអំបិលដែលកើតចេញអំពីឫស្សីនោះទេតែវាគឺជាការច្នៃប្រឌិតរបស់អ្នកផលិតអំបិលដោយប្រើប្រាស់អំបិលសមុទ្រដាក់ចូលទៅក្នុងបំពង់ឫស្សីនិងដុតបំលែងអំបិលពណ៌សទាំងនោះឲ្យក្លាយទៅជាអំបិលពណ៌ស្វាយក្នុងគោលបំណងដើម្បីបង្កើនជាតិរ៉ែនៅក្នុងអំបិលនិងបំបត្តិចោលនូវសមាសធាតុដែលគេគិតថាមិនបរិសុទ្ធចេញដូចជាពពួកម៉ៃក្រូផ្លាស្ទិកជាដើមប្រសិនបើយើងយកអំបិលនេះទៅប្រៀបធៀបជាមួយនឹងអំបិលពណ៌ផ្កាឈូកនៅភ្នំហិមាល័យគឺមានតម្លៃថ្លៃជាងរហូតដល់10ដងឯណោះតាមការសង្កេតពីសមាសធាតុរ៉ែនៅក្នុងអំបិលហាក់បីដូចជាមិនមានលក្ខណៈពិសេសលើគ្នាជាមួយនឹងអំបិលផ្សេងទៀតឡើយហើយក៏វាមិនគួរមានតម្លៃថ្លៃបែបនេះនោះទេតែតាមការពិតទៅតម្លៃដ៏ថ្លៃនេះគឺមកពីដំណើរការនៃការផលិតអំបិលនេះមានភាពលំបាកដែលត្រូវការកម្លាំងមនុស្សច្រើនជាមួយនឹងការដុត9ដំណាក់កាលនិងកម្ដៅលើសពី1000អង្សាហើយគ្រប់ដំណាក់កាលទាំងអស់ត្រូវធ្វើឡើងយ៉ាងយកចិត្តទុកដាក់ដោយប្រើប្រាស់កម្លាំងមនុស្សសុទ្ធសាធយោងតាមម្ចាស់សិប្បកម្មដែលផលិតអំបិលនេះបានបញ្ជាក់ថាដើម្បីផលិតបានផលិតផលសម្រេចនៃអំបិលពណ៌ស្វាយគេត្រូវការចំណាយពេលរហូតដល់1ខែឬពេលខ្លះអាចយូរជាងនេះក្នុងចន្លោះពេល45ថ្ងៃទៅ50ថ្ងៃដើម្បីឲ្យប្រេងឫស្សីចេញមកហើយអំបិលទាញយកជាតិរ៉ែចេញពីឫស្សីឲ្យរលាយស្មើសាច់គ្នាចូលទៅក្នុងអំបិលនិងផលិតបានទៅជាអំបិលពណ៌ស្វាយដ៏មានគុណភាពលើពីនេះទៅទៀតប្រសិនបើការដុត9ដំណាក់កាលនោះមានដំណាក់កាលណាមួយមានបញ្ហាឬខុសបច្ចេកទេសនោះស្មើនឹងការខាត់បងពេលវេលារយៈពេល1ខែហើយអំបិលនឹងត្រូវបានបោះបង់ចោលនៅពេលបញ្ចប់ដំណើរការដុតទាំងអស់នោះហើយក្នុងរយៈពេល2ទៅ3ថ្ងៃបន្ទាប់កម្មករត្រូវវាយបំបែកដុំអំបិលដែលកករឹងជាដុំដូចជាដុំថ្មនោះជាបំណែកតូចៗហើយនឹងធ្វើការវេចខ្ចប់អំបិលយ៉ាងមានអនាម័យបំផុតសម្រាប់ដាក់លក់ជាទូទៅអំបិលដែលដុត9ដំណាក់កាលមានតម្លៃចន្លោះពី200,000 ហ្វុនទៅ250,000 ហ្វុនបើគិតជាលុយដុល្លារអាចចន្លោះពី$179ដល់$224ក្នុង1គីឡូក្រាមប្រជាជនកូរ៉េទទួលស្គាល់ថាអំបិលនេះមានតម្លៃខ្ពស់ហើយពួកគេនៅតែបន្តប្រើប្រាស់វាដោយសារតែពួកគេយល់ពីគុណតម្លៃនៃការផលិតអំបិលនេះនិងសារៈប្រយោជន៍របស់វាចំពោះសុខភាពអ្នកប្រើប្រាស់អំបិលនេះយល់ថាវាអាចជួយដល់សុខភាពក្នុងនោះរួមមានដូចជាជួយដល់ប្រព័ន្ធរំលាយអាហារសុខភាពស្បែកប្រឆាំងជាមួយនឹងការរលាកនិងចូលរួមទប់ស្កាត់នៃការកកើតជំងឺមហារីកផងដែរដោយសារតែសារៈប្រយោជន៍ទាំងអស់នេះហើយបានធ្វើឲ្យអំបិលនេះរក្សានៅតម្លៃដ៏ថ្លៃតែទោះជាយ៉ាងណាមិនទាន់មានការស្រាវជ្រាវពីវិទ្យាសាស្ត្រពេញលេញតែបញ្ជាក់ថាអំបិលនេះមានសារៈប្រយោជន៍ដោយការយល់ឃើញខាងលើនោះឡើយតាមការសិក្សាក៏បានបង្ហាញដែរថាអំបិលនេះមានកម្រិតជាតិដែកប៉ូតាស្យូមសូដ្យូមខ្ពស់ជាងអំបិលសមុទ្រទូទៅហើយសមាសធាតុរ៉ែទាំងអស់នេះអាចជួយដល់ប្រព័ន្ធភាពស៊ាំរាងកាយរបស់មនុស្សតែតាមការពិនិត្យមើលទៅវាហាក់មិនបានផ្ដល់គុណប្រយោជន៍អ្វីធំធេងនោះទេដោយសារតែសមាសធាតុទាំងអស់នេះមានបរិមាណតិចតួចបែបធៀបជាមួយនឹងបរិមាណអំបិលដ៏ច្រើនក្រុមហ៊ុន Insenga ដែលជាក្រុមហ៊ុនផលិតអំបិលបំពង់ឫស្សីអាចរកប្រាក់ចំណូលបានរហូតទៅដល់$24 លានក្នុងការផលិតអំបិលនេះនៅក្នុងឆ្នាំ2017ហើយដំណើរការនៃការផលិតអំបិលតាមបែបប្រពៃណីនេះហាក់បីដូចជានឹងមិនមានការផ្លាស់ប្ដូរនៅថ្ងៃខាងមុខនោះទេ